បដិញ្ញាការពីលោកគ្រូឲ្យបានសុវត្ថិភាពដាច់ខាតមិនឲ្យគុណលោកគ្រូសាបសូន្យឡើយអាណានថ្ងៃនេះអូនទៅសម្ភាសការងារ5កន្លែងពួកគេឃើញប្រវត្តិធ្វើការងារដាច់របស់អូនរយៈពេល3ឆ្នាំនេះសូម្បីតែឱកាសសាកល្បងការងារក៏គេមិនឲ្យផងឬមួយក៏អូនពិតជាទ្រាំលែងបានមែនមិនអីទេថ្ងៃស្អែកអូនទៅអង្វរថៅកែស្រីលក់នំប៉ោវនោះម្ដងទៀតមើលថាតើអាចសុំជួយធ្វើការនៅផ្ទះបាយបានឬអត់ឲ្យតែពួកយើងនៅជាមួយគ្នាទោះលំបាកយ៉ាងណាក៏អាចឆ្លងកាត់បានដែរជាងរួយស្អែកជាថ្ងៃខួបកំណើតគម្រប់60ឆ្នាំរបស់អ៊ំប្រុសឯងត្រូវតែមកផ្ទះជួយរៀបចំថ្ងៃនេះហ្មងបាទខ្ញុំរវល់ណាស់អាណានអត់មានអ្នកមើលថែទេខ្ញុំកុំមកនិយាយពីអាភ្លើនឹងប្រាប់ម៉ាក់ប្រាប់ឯងណារួយបើឯងនៅតែហ៊ាននាំវាមកទៀតកុំសង្ឃឹមថាបានជន់ជើងចូលផ្ទះគ្រួសារជាងឲ្យសោះម៉ាក់និយាយម៉ាត់ណាគឺម៉ាត់នឹង3ឆ្នាំមុនបងធ្លាក់ខ្លួនដល់ថ្នាក់នេះក៏ព្រោះតែជួយអូនច្បាស់ជាទទួលខុសត្រូវហើយមើលថែបងឲ្យបានល្អជាងរួយឯងចង់ឲ្យពួកយើងខ្មាស់គេមែនទេអំបាញ់មិញតាមទូរស័ព្ទម៉ាក់ប្រាប់ឯងថាម៉េចប្រាប់ថាកុំឲ្យនាំអាភ្លើនេះមកឯងនៅតែហ៊ាននាំវាមកទៀតអូនេះគឺជាអាភ្លើដែលរួយរើបាននឹងមែនទេនេះ3ឆ្នាំហើយមិនក៏នៅធ្វើខ្លួនដូចមនុស្សឈើអញ្ចឹងនឹងហើយឬថាដើម្បីតែមើលថែវារួយសុកចិត្តឈប់រៀនទាំងរៀនមិនទាន់ចប់មហាវិទ្យាល័យផងមួយថ្ងៃធ្វើការស៊ីឈ្នួលដល់ទៅ3កន្លែងត្រូវទឹកគីមីខូក្បាលមែនហ្មងគាត់មិនមែនជាមនុស្សភ្លើទេកាលពី3ឆ្នាំមុនបើគ្មានគាត់ទេខ្ញុំប្រហែលជាស្លាប់នៅលើភ្នំបាត់ទៅហើយគាត់ធ្លាក់ខ្លួនបែបនេះគឺដោយសារតែជួយខ្ញុំតាមួយជីវិតនេះខ្ញុំនឹងមិនបោះបង់គាត់ចោលទេដាច់ខាតគឺមិនបោះបង់ទេនាងកូនចង្រៃលោកអ៊ុំជូនពរអ៊ុំមានអាយុយឺនយូរសុខភាពល្អនេះគឺជាទូរស័ព្ទមាសចំនួនថ្មីដែលលីវហ្វឹងពឹងគេទិញពីក្រៅប្រទេសយកមកជូនលោកអ៊ុំសូម្បីតែនៅស្រុកយើងតម្រង់ជួរទិញក៏មិនបានផងណាអូយនេះជារបស់ប្រេនណាស់ណាយ៉ាងហោចណាស់ក៏តម្លៃខ្ទង់100000ដែរសៀវអើពិតជាមានសំណាងមែន